នាព្រឹកថ្ងៃទី17ខែមករាឆ្នាំ2026 ឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូននិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះពិនិត្យនិងវិតម្លៃលើស្ថានភាពខូចខាតស្ពានអូជីកនិងស្ពានបុរាណអូជីកស្ពានទ័ពស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ68ចាស់ស្ថិតនៅព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាបនិងស្រុកចុងកាល់ខេត្តឧត្តរមានជ័យដែលបានរងការខូចខាតដោយសារសង្គ្រាមឈ្លានពានពីភាគីថៃនាពេលកន្លងមកនាព្រឹកថ្ងៃដដែលឯកឧត្តមរដ្ឋមន្ត្រីបានបន្តដឹកនាំគណៈប្រតិភូអន្តរក្រសួងនិងដោយមានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនចៃកាចុះជួបសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយសម្ភារៈចាំបាច់ជូនដល់មន្ត្រីគម្រោងស្ដារនិងលើកកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ5សេរីសុភ័ណ្ឌប៉ោយប៉ែតចំនួន2គ្រួសារនិងវីរៈកងទ័ពចំនួន7នាក់នៅមន្ទីរបង្អែកមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយសារថៃឈ្លានពានបន្ទាប់មកទៀតនារសៀលថ្ងៃទី17ខែមករាឆ្នាំ2026ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដឹកនាំគណៈប្រតិភូអន្តរក្រសួងនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យនិងវិតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះស្ពានមេទឹកលើកំណាត់ផ្លូវជាតិលេខ55និងស្ពានបេលេមេទឹកលើកំណាត់ផ្លូវជាតិលេខ55ចាស់ស្ថិតក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ដែលរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយោធាថៃ